Okay, hello កូនទាំងអស់គ្នាចឹងនៅក្នុងចំណុច meeting នេះយើងសិក្សាជាមួយនឹង switch case វា switch case ចឹង switch case គឺយើងប្រើដាក់ check condition នេះគ្នាប៉ុន្តែ switch case យើង check condition នៅពេលណាដែលវាមានតែមួយ option មានថាយើងមានតែមួយ condition ទេប៉ុន្តែនៅក្នុងមួយ condition ហ្នឹងយើងចង់ឲ្យវា show តម្លៃច្រើនអានេះគេហៅថា switch case អីវាថាមួយហ្នឹងប៉ុន្តែវាអាចមាន show តម្លៃច្រើនតែមួយ condition ប៉ុន្តែអាចមានតម្លៃច្រើនដែលបង្ហាញមកយកទៅ best ទៅលើoption ដែលយើងឲ្យគេជ្រើសហ្នឹងទៅចឹងតើជាមួយនឹង switch ខ្ញុំឲ្យគ្នាយើងមើលជាមួយនឹង syntax default វាមានប៉ុណ្ណាទីមួយ switch តើជាមួយ expression ជាកន្លែងដែលយើងដាក់ check condition ហ្នឹងឯងជា option ដែលយើងឲ្យគេជ្រើសហ្នឹងឯងចឹង expression របស់វានៅផ្សេងពី expression មួយហ្នឹងគាត់ថា expression មួយហ្នឹងមានតម្លៃគេវានឹងការ compare ទៅកាន់ case មួយចឹង case របស់យើងនឹងដាក់តម្លៃមួយដើម្បីវាការ compare ជាងបើសិនជា case របស់យើងមានតម្លៃស្មើនឹង expression វានឹង execute ជាមួយនឹង code នៅខាងក្នុងនេះអាហ្នឹងគេថា switch case ជាងបើសិនជាវាអត់ស្មើវានឹង execute កន្លែងនេះ code នេះវានឹង execute code កន្លែងនេះជាងបើសិនជាវាអត់ស្មើកន្លែង expression នេះវាអត់ស្មើកន្លែង case ណាមួយទេវានឹង execute កន្លែង default តែម្ដងអូខេអញ្ចឹងក្នុងកន្លែងនេះគឺខ្ញុំឧទាហរណ៍ឥឡូវខ្ញុំ in នៃ id ស្មើ in នៃ id ប៉ុណ្ណឹងតែម្ដងជាងនៅក្នុងនេះយើងឲ្យ cout please select id ចឹងកន្លែងនេះយើង cin នៃ id តែម្ដងចឹងនៅក្នុង expression របស់យើងគឺ id ហ្នឹងឯងចឹងកន្លែងនេះមានថាយើងមានមួយ condition ប៉ុន្តែនេះយើងមានមួយ condition ទៅគឺ id ហ្នឹងឯងប៉ុន្តែនៅក្នុង condition មួយនោះយើងអាចមាន option ជាច្រើនមានថាយើងអាច select option ជាច្រើនថាឥឡូវបើសិនជាវាស្មើលេខ1 execute លេខគេចឹងឥឡូវយើង see out មក hello 1អញ្ចឹងទៅចឹងសួរថា case អាចមានច្រើនអត់ច្រើនអញ្ចឹង case អាចមានពី3ទៅ case ទី2ថាបើសិនជាវាស្មើលេខ2យើង see out លេខគេអញ្ចឹងទៅ hello 2អញ្ចឹងទៅhello 2ហើយ break អូខេអញ្ចឹងខ្ញុំបញ្ចូលជាមួយនឹង syntax break អូខេតើតើជាមួយនឹង syntax break មានថាវាគឺជា syntax មួយដែលវា split មានថាវា break the case ចឹងមានថាបើសិនជាយើងអត់ break ទេ output វានឹងឆ្លងមកដល់ case ទី2ដែរបើយើងឧទាហរណ៍ទៅដូចទ្វារមួយអញ្ចឹងមានថាបើសិនជាយើងអត់មានទ្វារទេក្នុងបន្ទប់មួយបើសិនជាយើងអត់មានទ្វារខាងទប់ទេវានឹងលើសំឡេងខ្ទាតមកខាងក្រៅប៉ុន្តែបើសិនជាយើងមានទ្វារខាងទប់សំឡេងហ្នឹងវាមកខាងក្រៅទេចឹងតើតើជាមួយនឹង hello one ដូចជាសំឡេងអញ្ចឹងហើយ break នេះវាដូចជាទ្វារអញ្ចឹងមានថាដល់ពេល execute នេះចប់បិទទ្វារតែម្ដង execute hello one នេះចប់បិទទ្វារតែម្ដងវាអត់ឆ្លងមកកាន់ case 2ទេចឹងតើតើជាមួយនឹង break គឺមានប៉ុណ្្នឹងឯងចឹងឧទាហរណ៍នៅក្នុងនេះតើតើជាមួយនឹង case អាចមានប្រមាណ case ក៏បានដែរអញ្ចឹងនៅក្នុងនេះថាលើនៅក្នុង default បើសិនជាវាអត់ស្មើលេខ1លេខ2ទេនៅក្នុងហ្នឹងយើងអាចទៅ say ជាមួយនឹង cout ថា there is no id តែម្ដងទៅខ្ញុំបោះ message ចឹងតែម្ដងចឹងនៅក្នុង case តើតើជាមួយនឹង switch case ហើយតើតើជាមួយនឹង if condition តើពេលរបស់គ្នាទៅបាត់បើយើងគិតឲ្យកាន់ C ចម្រើទៅមានថា if condition យើងអាចដាក់ condition ប្រមាណក៏បានដែរយើងចង់ទៅ say condition ប្រមាណក៏បានដែរនៅក្នុងនឹងប៉ុន្តែ switch អត់ទេ switch មានថាយើងមានតែមួយមានថាយើងមានតែមួយ condition ដែលយើងត្រូវការ check ទេមានថាយើងមានមួយ variable ហ្នឹងត្រូវការ check ទៅកាន់ condition ច្រើនអញ្ចឹងទៅអញ្ចឹងអាហ្នឹងគេហៅថា switch case ឯង so if អាចមានសមត្ថភាពធ្វើអញ្ចឹងក៏មានសមត្ថភាពធ្វើអញ្ចឹងដូចគ្នាប៉ុន្តែសួរថា switch គឺយើងប្រើនៅពេលណា switch នៅពេលណាដែលយើងប្រើជាមួយតែមួយ option ប៉ុន្តែវាមានជម្រើសច្រើនអញ្ចឹងទៅអាហ្នឹងគេថាយើងប្រើ switch ដូចក្នុងករណីមួយនេះចឹងមាន option លេខ1លេខ2លេខ3អញ្ចឹងទៅអាហ្នឹងគឺយើងប្រើជាមួយនឹង switch ហ្នឹងឯងចេះតើជាមួយនឹង switch ហើយ case គឺមានតែប៉ុណ្្នឹងឥឡូវខ្ញុំទៅការ run តែម្ដង run ទៅការ project ក្រោមរបស់យើងចឹង ID លេខ1 hello លេខ1លេខ2 hello លេខ2បើសិនជាវាយើងចុចមក45ចូលទៅកាន់ default there is no id តែម្ដងចឹងតើតើជាមួយនឹង switch case គឺមានតែប៉ុណ្្នឹងទេហើយ switch case ដូចវាមាន AC ជំរឿទេអញ្ចឹងតើតើជាមួយនឹង switch case គឺមានតែប៉ុណ្្នឹង see you next video